សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ teacher បង្ហាញអំពីការរក្សាទុកឯកសារឲ្យមានរបៀបរៀបរយអញ្ចឹងដើម្បីរក្សាទុកឯកសាររបស់យើងឲ្យមានសណ្ដាប់ធ្នាប់ងាយស្រួលនៅក្នុងការយកមកប្រើប្រាស់ឡើងវិញទី1យើងត្រូវបង្កើត folder មួយសម្រាប់រក្សាទុកឯកសារសិនអញ្ចឹងនៅក្នុងហ្នឹងបាទឯកសារទាំងអស់យើងចូលទៅកាន់នេះគេ File Explorer ឬក៏ DPC នេះតើណាត់បាទឥឡូវយើងចូលទៅកាន់ File Explorer ហ្នឹងមកបាទអញ្ចឹងសំខាន់បំផុតឯកសាររបស់យើងរក្សាទុកគឺត្រូវរក្សាទុកនៅក្នុង drive D បាទតើនៅទុកនៅក្នុង drive D បាទអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយដែលយើងត្រូវបង្កើត folder សម្រាប់រក្សាទុកឯកសាររបស់យើងណាបាទតោះឥឡូវជំហានដំបូងដើម្បីបង្កើត folder យើងធ្វើម៉េចមានចាំអត់យើង mouse ស្ដាំហើយចុចពីអីគេ new ហើយ folder បាទឃើញអត់នៅពេលនោះយើងនឹងបាន folder មួយសម្រាប់យកមកប្រើប្រាស់ហើយប៉ុន្តែយើងត្រូវ rename វាជាមុនសិនអញ្ចឹងនៅក្នុងហ្នឹង teacher ដាក់ឈ្មោះ teacher ដាក់ថាតេងសុខីប៉ុន្តែនៅពេលដែលកូនសិស្សអនុវត្តគឺដាក់ឈ្មោះកូនសិស្សទៅមិនចាំដាក់ឈ្មោះតាម teacher បាទឃើញអត់អញ្ចឹង teacher បង្កើតបានសម្រាប់ណាបាទអាហ្នឹងគឺជា folder របស់ teacher បាទឥឡូវ teacher បង្កើតនៅក្នុង folder នឹងបន្ថែមទៀតដោយយើងคลิกពីរដងមកឃើញអត់យើងចូលមកដល់កន្លែងហ្នឹងអញ្ចឹង teacher ដាក់3កម្មវិធីចូលនៅក្នុងហ្នឹងដូចជាមាន Word មាន Excel មាន PowerPoint អញ្ចឹងនៅពេលដែលកូនសិស្សរៀនជាមួយ teacher ឧបមាថារៀន Word អញ្ចឹងយើងឯកសារទាំងអស់រក្សាទុកទៅក្នុង folder Word Excel PowerPoint ដូចគ្នាបាទឥឡូវ teacher ដាក់ folder មួយទៀតដែលមានឈ្មោះថាមេរៀនបាទមេរៀន Word អញ្ចឹងទៅបាទមេរៀន Word ឥឡូវ teacher បង្កើត folder មួយទៀតដាក់ថាមេរៀនបាទ sorry មេរៀន Excel បាទមេរៀន Excel ដាក់ folder មួយទៀតដាក់ថាមេរៀនបាទដាក់ថាមេរៀន PowerPoint បាទមេរៀន PowerPoint អញ្ចឹងទៅបាទឃើញអត់អញ្ចឹងនៅពេលដែលយើងបង្កើតបាន folder មួយដែលត្រឹមត្រូវហើយនៅពេលដែលយើងរក្សាទុកឯកសារទៅយើងងាយស្រួលនៅក្នុងការយកមកប្រើប្រាស់ឡើងវិញអត់ពិបាកទៅស្វែងរកម្ដងមួយទេបាទអញ្ចឹងនៅក្នុងfile បាទ DPC ក៏ដូចជា File Explorer នៅពេលដែលយើងបង្កើត folder មួយហើយនេះអញ្ចឹង folder នេះគឺឈ្មោះរបស់ teacher ណាបាទយើងចុចពីរដងមកគឺមានមេរៀន3មានជា Word Excel និង PowerPoint ឥឡូវឧបមាថានៅពេលនេះ teacher កំពុងតែចូលនៅក្នុងកិច្ចការឬក៏កំពុងតែវាយកិច្ចការអីមួយនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងឥឡូវ teacher ដាក់ថាបាទដាក់ថាសាលាចំណេះដឹងទូទៅបញ្ញាយើងអញ្ចឹងទៅបាទតាឥឡូវ teacher ធ្វើការ create វាធំទីបាទអញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងគឺយើងប្រើប្រាស់ទៅលើកម្មវិធី Microsoft Word នៅពេលដែលយើងរក្សាទុកទៅកាន់ folder Word ដែលយើងបានបង្កើតមិញឥឡូវយើងចូលទៅកាន់ file ចុចពាក្យ cell ដោយសារនេះគឺជាឯកសារថ្មីនៅពេលដែលយើងចុច cell គឺវារត់ទៅកាន់ cell បាទអញ្ចឹងនៅពេលដែលកូនសិស្សអនុវត្តគឺអនុវត្តមួយតាម teacher ទៅអត់តាន់កន្លែងណាគឺ scope មើលសារដើមវិញហើយយើងចុច browse នេះមកបាទអញ្ចឹងចំណុចហ្នឹងគឺយើងត្រូវទៅកាន់ file ដែលយើងបានបង្កើតមិញនៅក្នុង drive អីគេនៅក្នុង drive D ហើយយើងរកឈ្មោះ file name របស់យើងបាទនេះឈ្មោះតេងសុខីចុចពីរដងមកបាទអញ្ចឹងមេរៀននេះគឺយើងឧបមាថាកូនសិស្សកំពុងរៀនមួយ teacher រៀន Word អញ្ចឹងទៅអញ្ចឹងឯកសារហ្នឹងគឺរក្សាទុកទៅក្នុង
Word បាទចុចលើ Word ហើយចុច Open នេះមក Cell ឃើញអត់ឥឡូវឧបមាថា teacher ទៅរកឯកសារហ្នឹងទៅរកយ៉ាងម៉េចនៅក្នុង Try Explorer ហើយចូលទៅក្នុង Try D នេះឈ្មោះរបស់ teacher ចុចពីរដងមកអញ្ចឹងឧបមាថាថ្ងៃនេះយើងចង់យកមេរៀនមកវាយបន្ថែមទៀតតទៀតបាទពីសប្តាហ៍មុនអញ្ចឹងទៅឥឡូវយើងចូល Word នេះមេរៀនមិញដែលយើងបានវាយមិញណាឃើញអត់អញ្ចឹងតើតងទៅនឹង Excel PowerPoint ដូចគ្នាដែរអញ្ចឹងឥឡូវឧបមាថា teacher កំពុងវាយ PowerPoint កំពុងបង្កើត slide កំពុងតែធ្វើអីអញ្ចឹងទៅបាទអញ្ចឹងនៅពេលដែល teacher cell ដាក់នៅក្នុង folder PowerPoint អត់ឲ្យលោកឡំទេយើងប្រើ PowerPoint គឺរក្សាទុកនៅក្នុង PowerPoint ប្រើប្រាស់ Excel Word បាទរក្សាទុកទៅតាមផ្នែកនីមួយៗដែលយើងបានបង្កើតអញ្ចឹងទៅបាទខ្ញុំចុច file ចុចពាក្យ cell ចុចពាក្យ file ហើយនៅក្នុងហ្នឹង teacher យក try D ហើយបង្កើតហើយយកឈ្មោះដែលយើងបានបង្កើតហ្នឹងនេះទិញសក្ខីហើយមេរៀនហ្នឹងយើងឧបមាថាយើងនេះកំពុងទៅឈរទៅលើកម្មវិធី PowerPoint អញ្ចឹងយើងដាក់មកនៅក្នុងមេរៀន PowerPoint ហើយយើងចុច Cell មកបាទតន់កលែងការបង្កើត folder រក្សាទុកឯកសារឲ្យមានរបៀបរៀបរយអត់បាទអញ្ចឹងដើម្បីកាន់តែច្បាស់តោះតែកូនសិស្សអនុវត្តតាម teacher បាទបានឆាប់យល់ដឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងតាក់ទងទៅនឹងការរក្សាទុកឯកសារឲ្យមានរបៀបរៀបរយបាទសូមអរគុណ